សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនៅឧតុនិយមដែលបានជូនដំណឹងនៅថ្ងៃទី12ខែសីហានេះបានឲ្យដឹងថាសម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី16ឈ្មោះភីលូរួមជាមួយព្យុះទី15ឈ្មោះច័ន្ទហោមនិងព្យុះសង្ឃរាទី13ឈ្មោះដូលហ្វីនមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរដីដែលបក់លើឈូងសមុទ្របេងកាល់សមុទ្រអាន់ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះទាំង3នេះទេដែលស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី12ដល់ទី14ខែសីហាឆ្នាំ2026មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្រប់ដណ្ដប់លើផ្ទៃដី 30% ហើយមានសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់ពីទិសនិរដីនិងពីយប់មានល្បឿនមធ្យម6ម៉ែត្រក្នុងវិនាទីតំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្រប់ដណ្ដប់លើផ្ទៃដី 50% ហើយមានសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់ពីទិសនិរដីនិងបស្ចិមមានល្បឿនមធ្យម8ម៉ែត្រក្នុង1វិនាទីតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្រប់ដណ្ដប់លើផ្ទៃដី 30% ហើយមានសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់ពីទិសនិរដីនិងអាគ្នេយ៍មានល្បឿនមធ្យម8ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់មធ្យមអបបរមា0ម៉ែត្រ50សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ70សង់ទីម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន